ជំងឺមហារីកមាត់ស្បូនអាចការពារបានប្រសិនបើជាបងប្អូនរកមេរោគនោះទាន់ពេលអូខេប្រសិនបើជាបងប្អូនរកដំណោះស្រាយអត់ទាន់ពេលទេក៏វាអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់អាយុជីវិតរបស់បងប្អូនបានដែរចាអញ្ចឹងអ្នកគ្រូសូមចែករំលែកទៅលើបងស្ត្រីដែលគាត់កំពុងតែមានជំងឺធ្លាក់សររ៉ាំរ៉ៃរមាស់ធុងក្លិនស្ងួតរលាកទ្វេមេរលាកស្បូនទាំងអស់នេះសូមបញ្ញាប់រកដំណោះស្រាយឲ្យបានទាន់ពេលដោះស្រាយបានជាឆាប់ជាទីបំផុតទី2បងស្ត្រីដែលមិនទាន់មានជំងឺក៏ដោយមិនទាន់មានការកើតរោគស្ត្រីណាក៏ដោយហើយណា1ឆ្នាំឬក៏2ឆ្នាំត្រូវទៅពិនិត្យកោសិកា HPV ម្ដងដើម្បីតេស្តរកមើលមេរោគដើម្បីយើងដឹងយើងបកការទឹកមុនហេតុផលបែបណាទើបអ្នកគ្រូដេញឲ្យខ្ញុំទៅពិនិត្យមើលទាំងដែលខ្ញុំអត់មានជំងឺធ្លាក់សសោះទោះបងប្អូនមានជំងឺធ្លាក់សក៏ត្រូវតែពិនិត្យមិនមានក៏ត្រូវតែពិនិត្យហេតុផលព្រោះមេរោគនេះក្នុងដំណាក់កាលដំបូងមិនមានចេញអាការៈឬក៏រោគសញ្ញាផលរំខានណាមួយឲ្យយើងដឹងជាក់លាក់ច្បាស់លាស់ឲ្យទាន់ពេលទេដូច្នេះទើបអ្នកគ្រូបញ្ជាក់ថាប្រសិនបើជាយើងដឹងទាន់ពេលយើងអាចដោះស្រាយបានតែប្រសិនជាទម្រាំតែដឹងពេលខ្លះវាអាចនឹងប៉ះពាល់ទៅដល់អាយុជីវិតរបស់យើងដោយអត់ដឹងខ្លួនទេអញ្ចឹងទើបអ្នកគ្រូលើកទឹកចិត្តជំរុញឲ្យបងប្អូនស្ត្រីគ្រប់រូបទោះមិនមានជំងឺក៏ដោយក៏ត្រូវតែតាមដានអាការៈប្រជាប្រចាំថ្ងៃរបស់ខ្លួនឯងឲ្យបានច្បាស់ជាពិសេសបងស្ត្រីដែលកំពុងតែមានជំងឺធ្លាក់សរកើតផ្សិតរ៉ាំរ៉ៃរលាកស្បូនកម្រិតធ្ងន់រលាកទ្វារមាសចាគួរតែបញ្ញាប់រកដំណោះស្រាយដែលត្រឹមត្រូវប្រឹក្សាយោបល់ឲ្យបានច្បាស់លាស់មុននឹងទទួលទានថ្នាំយកទៅប្រើប្រាស់ស្តង់ដារទៅតាមកម្រិតនិងជំងឺបងប្អូនជិះវៀងយកថ្នាំទៅព្រាវដោយមិនដឹងជំងឺបែបណាកម្រិតណាបងចេះតែឆ្ងល់ថាហេតុអីបានញ៉ាំអត់បាត់ចេះតែកាត់ឡើងមកវិញចលើកទី2ចលើកទី3ពេលខ្លះយើងដោះស្រាយឆៅដោះស្រាយព្រាវអត់បានចាប់អារម្មណ៍ថាបញ្ហានឹងបែបណាកម្រិតអីកាត់ឡើងពីណាឆ្លងពីណាទេឆ្លងពីដៃគូអត់ឬកាត់ឡើងចេញពីសុខភាពខ្លួនឯងចាបងប្អូនអាចតំណមកអ្នកគ្រូបានផ្ទាល់តាមលេខទូរស័ព្ទឬក៏ឆាតជជែកអ្នកគ្រូដើម្បីទទួលបានដំណោះស្រាយល្អៗទទួលការដោះស្រាយព្យាបាលឲ្យបានត្រឹមត្រូវ